ជំរាបសួរអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំនៅក្នុងវីដេអូថ្មីម្ដងទៀតហើយពីរបៀបនៃការចែករំលែកពីការចម្អិនម្ហូបប្រចាំថ្ងៃចាក៏ដូចជានំចំណីអាហារនិងភេសជ្ជៈផ្សេងៗណាថ្ងៃនេះក៏ចង់មកបង្ហាញជូននៃរបៀបនៃការធ្វើចាឆាបង្គាខ្ទិះសម្រាប់មុខម្ហូបមួយមុខនេះអ្នកទាំងអស់គ្នាប្រកាសជាចាធ្លាប់បានពិសាដូចគ្នាហើយពីរបៀបធ្វើបងប្អូនមួយចំនួនក៏គាត់បានដឹងរួចទៅហើយចាហើយសម្រាប់មុខម្ហូបមួយមុខនេះយើងក៏អាចធ្វើញ៉ាំជាមួយបាយក៏បានហើយញ៉ាំជាមួយនំប៉័ងក៏កាន់តែមានរសជាតិឆ្ងាញ់តោះអញ្ចឹងឥឡូវយើងក៏លេខមកមើលពីរបៀបនៃការចម្អិនមុខម្ហូបមួយមុខនេះទាំងអស់គ្នាចាគ្រឿងទេសដែលខ្ញុំយកមកប្រើនៅក្នុងមុខម្ហូបមួយមុខនេះគឺខ្ញុំចាមានគល់ស្លឹកគ្រៃមានរំដេងមានល្មៀតមានខ្ទឹមសមានស្លឹកក្រូចនិងចាម្ទេសហាវ៉ៃនេះទាំងអស់គ្នាសម្រាប់ម្ទេសនេះគឺវាអត់មានរសជាតិហឹរទេវាគ្រាន់តែជួយបង្កើនក្លិនហើយនិងពណ៌ដើម្បីឲ្យគ្រឿងរបស់យើងហ្នឹងមានពណ៌ស្អាតដែរបើសិនជាអ្នកទាំងអស់គ្នាចង់ប្រើជាមួយនឹងម្ទេសឆ្អើរក៏បានដែរចាក៏បានដូចគ្នាដែរតែគ្រាន់ថាម្ទេសឆ្អើរវាអាចមានរសជាតិហឹរជាងប្រើម្ទេសធំបែបនេះណាអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់គ្រឿងទាំងអស់ហ្នឹងខ្ញុំគ្រាន់ធ្វើការលាងសម្អាតហើយខ្ញុំយកមកហាន់វាជាចំណិតស្ដើងៗគ្រប់មុខទាំងអស់មិនថាស្លឹកក្រូចមិនថារំដេងល្មៀតខ្ទឹមសចាឬមួយក៏គល់ស្លឹកគ្រៃចាដោយសារតែយើងហាន់ជាចំណិតស្ដើងគឺយើងងាយស្រួលក្នុងការក្រឡុកឬមួយក៏បុកណាទាំងអស់គ្នាចាប៉ុន្តែសម្រាប់ថ្ងៃនេះគឺខ្ញុំចង់ធ្វើបែបរហ័សអញ្ចឹងគឺខ្ញុំអត់បានបុកគ្រឿងយើងទេគឺខ្ញុំធ្វើការក្រឡុកជាមួយនឹងម៉ាស៊ីនតែម្ដងអញ្ចឹងយើងគ្រាន់តែចាយកគ្រឿងដែលយើងបានរៀបចំហើយហ្នឹងគឺដាក់ទៅក្នុងក្រឡក្រឡុកតែម្ដងអ្នកទាំងអស់គ្នាហើយយើងបន្ថែមទឹកបន្តិចដើម្បីឲ្យការក្រឡុកហ្នឹងវាមានភាពងាយស្រួលណាចាអញ្ចឹងសម្រាប់ការក្រឡុកគឺត្រឹមរយៈពេលត្រឹមតែ1នាទី2នាទីអីគឺគ្រឿងយើងបានម៉ដ្ឋល្អតែម្ដងចាអត់ចំណាយពេលយូរទេបើសិនជាអ្នកទាំងអស់គ្នាចាចូលចិត្តនៅការប្រើជាមួយនឹងត្បាល់បុកក៏អាចធ្វើការបុកជាមួយនឹងត្បាល់បានដែរគ្រាន់ថាយើងអាចចំណាយពេលរៀងយូរជាងបន្តិចណាអញ្ចឹងសម្រាប់គ្រឿងគឺខ្ញុំបានត្រៀមរួចរាល់អស់ហើយឥឡូវយើងក៏លេខមកមើលចាផ្នែកគ្រឿងសមុទ្ររបស់យើងថ្ងៃនេះគឺខ្ញុំជ្រើសប្រើជាមួយនឹងបង្គាតែមួយមុខទេអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់បង្គាហ្នឹងគឺខ្ញុំយកមកកាត់កន្លែងធ្មង់រៀងស្រួយៗវាចេញណាទាំងអស់គ្នាចាហើយយើងកាត់ក្បាលកាត់អីឲ្យវារៀងស្អាតមកបន្ទាប់មកគឺខ្ញុំយកឈើចាក់ធ្មេញមកដកហូតសរសៃនៅខាងខ្នងវាឲ្យបានស្អាតណានៅពេលដែលយើងញ៉ាំគឺយើងវារៀងស្និតមាត់ល្អដែរអញ្ចឹងឥឡូវសម្រាប់គ្រឿងសមុទ្រក៏ខ្ញុំបានត្រៀមហើយនឹងលាងសម្អាតរួចរាល់អស់ហើយឥឡូវយើងមកធ្វើការចាឆាតែម្ដងអញ្ចឹងបន្ទាប់ពីខ្ទះក្តៅខ្ញុំបានដាក់ខ្លាញ់ហើយជាមួយនឹងគ្រឿងដែលយើងបានក្រឡុកឲ្យបាញ់មិញចូលទៅលីងដើម្បីឲ្យគ្រឿងយើងហ្នឹងឡើងក្លិនឈ្ងុយបន្តិចសិនណាអ្នកទាំងអស់គ្នាចាគឺយើងចាឆាកូរត្រឡប់ពីឲ្យគ្រឿងឡើងឈ្ងុយហើយនឹងរៀងស្ងួតបន្តិចមកគឺយើងចាបន្ថែមជាមួយនឹងទឹកត្រីអ្នកទាំងអស់គ្នាចាទឹកត្រីដើម្បីឲ្យក្លិនគ្រឿងហ្នឹងគឺកាន់តែជះក្លិនឈ្ងុយកាន់តែល្អបន្ទាប់មកគឺខ្ញុំមានជាមួយនឹងប្រេងខ្យងបន្តិចដែរចាធ្វើការកូរច្បល់ឲ្យវាសព្វល្អជាមួយនឹងគ្រឿងមកបន្ទាប់មកគឺខ្ញុំបន្ថែមជាមួយនឹងស្ករត្នោតយើងអ្នកទាំងអស់គ្នាចាស្ករត្នោតហ្នឹងគឺខ្ញុំដាក់ប្រហែលជាកន្លះស្លាបព្រាបាយបន្ទាប់មកគឺខ្ញុំមានទឹកខ្ទិះដូងអ្នកទាំងអស់គ្នាចាយើងចាក់មើលល្មមមកចាហើយយើងធ្វើការកូរត្រឡប់គ្រឿងទឹកខ្ទិះដូងហើយជាមួយនឹងគ្រឿងទេសអំបាញ់មិញហ្នឹងឲ្យវាឆ្អិនសព្វបានល្អបន្ទាប់មកគឺយើងចាដាក់ជាមួយនៅបង្គាចូលតែម្ដងអ្នកទាំងអស់គ្នាសម្រាប់មុខម្ហូបមួយមុខនេះគឺសម្រាប់របៀបធ្វើគឺមានភាពងាយស្រួលហើយនឹងចំណាយពេលខ្លីមែនទែនចាតែមួយផ្លែទៅគឺថាយើងបានមុខម្ហូបមួយចានដ៏ឈ្ងុយឆ្ងាញ់សម្រាប់ជាអាហារពេលថ្ងៃត្រង់ឬមកក៏អាហារពេលល្ងាចដែរអញ្ចឹងសម្រាប់បន្ទាប់ពីដាក់បង្គាចូលទៅគឺខ្ញុំធ្វើការត្រឡប់បង្គាយើងជាមួយនឹងគ្រឿងឲ្យបានសព្វល្អចាហើយទុកតែមួយពុះចាឲ្យសាច់បង្គាយើងឆ្អិនគឺរួចរាល់តែម្ដងអ្នកទាំងអស់គ្នាចាអញ្ចឹងតែប៉ុណ្្នេះគឺរួចរាល់ហើយគឺឆ្អិនតែម្ដងចាហើយគឺក្លិនឡើងឈ្ងុយរសជាតិគឺមិនល្មមឆ្ងាញ់តែម្ដងអញ្ចឹងបន្ទាប់ពីបង្គាយើងបានឆ្អិនហើយយើងគ្រាន់តែបន្ថែមជាមួយនឹងខ្ទិះចាដើមយើងចូលប្រហែលជា2ស្លាបព្រាបាយដើម្បីបង្កើនក្លិននិងរសជាតិឲ្យកាន់តែមុតឆ្ងាញ់ណាចាហើយបន្ទាប់មកគឺយើងធ្វើការដួសដាក់ចានតែម្ដងអញ្ចឹងសម្រាប់មុខម្ហូបមួយមុខនេះអ្នកទាំងអស់គ្នាក៏អាចចាសាកល្បងធ្វើបើសិនជាសម្រាប់កូនក្មេងគឺគាត់ចូលចិត្តញ៉ាំជាមួយនឹងនំប៉័ងដែលមានសាច់រាងទន់ៗណាចាសម្រាប់ខ្ញុំក៏ខ្ញុំដូចគ្នាដែរគឺខ្ញុំចូលចិត្តញ៉ាំជាមួយនំប៉័ងច្រើនជាងជាមួយបាយអញ្ចឹងបាយបាយជួបគ្នានៅវីដេអូក្រោយ